សួស្តីបងប្អូនឃើញពីម៉ូតូឥឡូវនេះមិនទៅណាបងប្អូននេះគាត់ថាខានមកស្រុកយូរក៏ឈប់ថតវីដេអូលេងតាមផ្លូវបន្តិចដោយសារឃើញមានទឹកមានផ្លូវមានខ្នល់ស្អាតចឹងណាថ្ងៃហ្នឹងក៏ធ្វើដំណើរទៅទិញថ្នាំឲ្យម៉ែក្មេកដោយសារថាគាត់ហូបថ្នាំហ្នឹងត្រូវហើយថ្នាំហ្នឹងវានៅភូមិគេខាងមួយទៀតនោះហើយចឹងខ្ញុំត្រូវធ្វើដំណើរចេញពីភូមិយើងទៅហើយនៅពេលនេះគឺថាមកដល់កន្លែងស្ពានថ្មីដែលគេទៅតែនឹងធ្វើហើយចឹងបងប្អូនក៏ថតបន្តិចទៅមើលទឹកមើលលិចមើលកាយមកថាទឹកស្រកអត់ទៅទឹកគឺស្រកច្រើនណាស់បងប្អូនស្រកខ្លាំងមែនតើហើយស្ពាននេះក៏មានវែងចម្បាំដែរហើយជិះចាស់ជិះឡើងយើងក៏មកដល់ផ្ទះដែលអ្នកលក់ថ្នាំបងប្អូនឥឡូវហ្នឹងគឺថាទិញថ្នាំគាត់បានហើយកំពុងតែពិនិត្យមើលថាថ្នាំហ្នឹងប៉ុណ្ណឹងវាគ្រប់ឬក៏អត់ចឹងណាថ្នាំនេះឃើញតូចឃើញកថងតូចល្មមបងប្អូនតែនៅក្រៅមិនមែនតូចប៉ុន្មានទេហើយម្ចាស់គាត់យកឡើងណែនឲ្យច្រើនចឹងណាថ្នាំនេះគឺថ្នាំព្យាបាលសម្រាប់យើងក្រិនថ្លើមក្រិនអីចឹងណាបងប្អូនហើយបើអត់ថ្នាំហ្នឹងគាត់អត់កើតទេពីព្រោះគាត់ថាបានថ្នាំហ្នឹងទៅគាត់ហូបដេកលក់ស្រួលមានអារម្មណ៍ថានិយាយទៅគាត់មានអារម្មណ៍ថាស្រួលខ្លួនខ្លាំងណាអញ្ចឹងហើយយើងក៏ឆ្លៀតទៅទិញឲ្យគាត់ហើយនេះក៏ថតសកម្មភាពផ្ទះអ្នកគ្រូដែលគាត់មានលោកថ្នាំហ្នឹងហើយបន្ទាប់មកយើងក៏ត្រឡប់មកដល់ផ្ទះវិញបងប្អូនយើងកាត់ដោយសារឆ្ងាយដែរអញ្ចឹងណាខ្ញុំក៏ថតយកតែកន្លែងដែលមកដល់ហើយថ្នាំនេះគឺខ្ញុំចាក់ចូលក្នុងកញ្ឆេទេដើម្បីឲ្យបងប្អូនបានមើលថាថ្នាំហ្នឹងវាយ៉ាងម៉េចថ្នាំនេះខ្ញុំសម្ដៅទៅលើថ្នាំខ្មែរទេបងប្អូនថ្នាំខ្មែរទេហើយនេះគឺថ្នាំដែលគាត់ដាំពិសារាល់ថ្ងៃហើយម៉ែក្មេកខ្ញុំគាត់ពីមុនគាត់ដេកខ្ញុំនឹងកទេលដែរណាបងប្អូនចឹងនិយាយថាជំងឺយើងហ្នឹងគឺជំងឺធ្ងន់ធ្ងរដែរហើយឥឡូវហ្នឹងគាត់បានពិសារាល់ថ្ងៃទៅឃើញថាថ្នាំរបស់គាត់ហ្នឹងគឺល្អមែនធ្វើឲ្យយើងអ្នកជំងឺដែលដេកយូរនឹងកទេលហើយហ្នឹងអាចងើបមកបាននិយាយគ្នាផឹកដើរធ្វើការអីបានតិចតួចប៉ុន្តែខ្ញុំសួរអាការៈគាត់ហើយគាត់ប្រាប់ថាហូបថ្នាំហ្នឹងស្រួលខ្លួនទេប៉ុន្តែកុំឲ្យតែយើងដើរហាលថ្ងៃឬក៏ធ្វើការដែលធ្ងន់បើចឹងតែធ្វើការធ្ងន់វាអាចនឹងលាប់ឬក៏អីចឹងប៉ុន្តែពិតទៅវ័យប្រហែលគាត់ហ្នឹងគឺយើងតម្រូវឲ្យគាត់នៅតែស្រួលនៅតែកន្លែងទេសម្រាប់ហើយក៏ពីសម្រាប់គឺហូបបាយហើយគឺទៅសម្រាប់វិញអត់ឲ្យធ្វើការទេ